លោកតាវាងនឹងដែលរស់នៅជាន់លើផ្ទះរបស់ខ្ញុំនឹងបានស្លាប់បាត់បង់ជីវិតហើយថ្ងៃនេះនឹងគឺជាថ្ងៃបុណ្យគម្រប់ខួប7ថ្ងៃរបស់គាត់នៅពេលយប់នឹងខ្ញុំនឹងមិនហ៊ានចេញទៅក្រៅទេក៏សំងំលេងទូរស័ព្ទនៅក្នុងផ្ទះប៉ុន្តែស្រាប់តែត្រូវបានគេទាញបញ្ចូលទៅក្នុងក្រុមឆាតចម្លែកមួយនឹងដែលមានឈ្មោះថាក្រុមស្ទឹងមានជ័យនៅក្នុងក្រុមនោះនឹងមានគេផ្ញើសារថាទ្វារខ្មោចនឹងចិត្តបិទហើយហេតុអ្វីនឹងបានជាឯងនឹងមិនទាន់ត្រឡប់មកវិញក្មេងប្រុសឈ្មោះអាដុលនៅបន្ទប់301ខាងក្រោមផ្ទះរបស់ខ្ញុំនឹងក៏ត្រូវស្លាប់នៅយប់នេះដែរចាំគាត់នឹងស្លាប់ទៅខ្ញុំនឹងនាំគាត់ទៅជាមួយគ្នាខ្ញុំបានចុចលើរូបថត profile របស់អ្នកដែលផ្ញើសារដែលមានឈ្មោះថាលោកវាងនោះស្រាប់តែស្រឡាំងកាំងព្រោះនោះគឺជាលោកតាវាងដែលរស់នៅជាន់លើផ្ទះរបស់ខ្ញុំប៉ិតៗពេលនោះទៅខ្ញុំដឹងថាខ្ញុំនឹងកំពុងតែភ្ជាប់អ៊ីនធឺណិតជាមួយនឹងពិភពខ្មោចហើយបន្ទប់301នឹងគឺជាផ្ទះរបស់ខ្ញុំចំណែកឯក្មេងប្រុសដែលមានឈ្មោះថាដុលនឹងគឺជាខ្ញុំនេះឯងដោយសារតែឈ្មោះនេះនឹងគឺជាលោកតាវាងគាត់ដាក់រហស្សនាមឲ្យខ្ញុំនៅខាងក្រៅកាលពីក្បាលប្រលប់នឹងមិត្តភក្តិខ្ញុំបានបបួលចេញទៅក្រៅដែរប៉ុន្តែខ្ញុំឃើញមេឃចាប់ផ្ដើមងងឹតនឹងក៏បដិសេធមិនទៅតាមទំនៀមទម្លាប់តំបន់របស់ខ្ញុំយប់គម្រប់7ថ្ងៃនឹងវិញ្ញាណក្ខន្ធអ្នកស្លាប់នឹងវិលត្រឡប់មកផ្ទះវិញបើលោកតាវាងមកមែននឹងគាត់ច្បាស់ជាដើរកាត់មកផ្ទះខ្ញុំមិនខានទោះបីជាការគាត់រស់នៅនឹងពួកយើងរាប់អានគ្នាជិតស្និទ្ធមែនប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ខ្លាចរអាស្រាប់តែក្នុងក្រុមឆាតនោះនឹងបានជជែកគ្នាកាន់តែគួរឲ្យខ្លាចទៅអូកូនប្រុសកូនប្រសាខ្ញុំនឹងរៀបចំស្រាល្អឲ្យខ្ញុំច្រើនណាស់ខ្ញុំផឹកអស់ពីបេកៅនឹងត្រឡប់ទៅហើយចៅប្រុសខ្ញុំនឹងក៏មកដែរនឹកគេណាស់ចង់អង្អែលក្បាលគេបន្តិចតែមិនហ៊ានខ្លាចគេនឹងធ្លាក់ខ្លួនឈឺគុំអង្អែលឲ្យសោះកាលបន7ថ្ងៃខ្ញុំឆ្នាំមុននឹងខ្ញុំជ្រុលដៃទៅអង្អែលក្បាលកូនស្រីខ្ញុំធ្វើឲ្យនាងនឹងឈឺអស់រយៈពេល3ថ្ងៃអានដល់ត្រឹមនេះខ្ញុំព្រឺសម្បល់ខ្ញាក់តាំងពីចុងជើងដល់ក្បាលខ្ញុំនឹងចុចមើលព័ត៌មានផ្ទាល់ខ្លួនរបស់លោកតាវាងម្ដងទៀតឃើញសរសេរថាស្លាប់ដោយសារជំងឺនៅថ្ងៃទី15ខែសីហាឆ្នាំ2024ជាខ្មោចថ្មីថ្មោងសូមជួយណែនាំផងក្នុងចិត្តខ្ញុំនឹងភ័យស្រន់ស្លោក៏វាអសរសួរទៅក្នុងក្រុមលោកតាវាងមិនក៏លោកតាដឹងថាក្មេងប្រុសជាន់ក្រោមនឹងស្លាប់លោកតានឹងចេះទាយមែនអត់គាត់តបមកវិញថាមិនមែនទាយទេគឺខ្ញុំនឹងត្រឡប់មកវិញជាមួយនឹងយមទូតខ្ញុំលួចមើលឃើញបញ្ជីឈ្មោះក្មេងប្រុសនោះនឹងនៅក្នុងបញ្ជីដកព្រលឹងម៉ោងស្លាប់នឹងគឺយប់នេះឯងគួរឲ្យអាណិតណាស់គាត់នឹងជាក្មេងល្អរហ័សរហួនខ្ញុំនឹងចូលចិត្តគាត់ខ្លាចគាត់នៅម្នាក់ឯងទៅរងចាំគាត់នឹងទៅជាមួយស្រាប់តែសមាជិកក្នុងក្រុមនឹងឆាតចាប់ដើមសួរដេញដោលខ្ញុំវិញចុះឯងជានរណាចូលក្រុមតាំងពីអង្កាលហ្នឹងមែនហើយព័ត៌មានតខ្លួនហ្នឹងក៏មិនទាន់កែសម្រួលទៀតឯងនឹងស្លាប់តាំងពីពេលណាជាខ្មោចថ្មីឬខ្មោចចាស់បើជាខ្មោចថ្មីប្រញាប់ផ្ញើរូបថតបង្ហាញមកខ្ញុំភ័យរន្ធត់ពេកហ្នឹងក៏ប្រញាប់វាអសរសួរបន្តចុះគេស្លាប់ដោយរបៀបណាស្លាប់នៅម៉ោងប៉ុន្មានឲ្យប្រកាសមិនទាន់ផ្ញើសារចេញផងស្រាប់តែឮសំឡេងជើងមនុស្សហ្នឹងដើរមកឈប់នៅមុខទ្វារផ្ទះរបស់ខ្ញុំនឹងកាន់ទូរស័ព្ទណែនក្នុងដៃហើយខ្លួនរបស់ខ្ញុំនឹងចាប់ដើមមានអារម្មណ៍ថាព្រឺសម្បល់បន្តិចម្ដងសំឡេងគោះទ្វារនឹងក៏បានបន្លឺឡើងសួស្ដីមានបញ្ញាអីវ៉ាន់មកដល់សំឡេងបុរសម្នាក់នឹងបន្លឺចេញពីខាងក្រៅទ្វារខ្ញុំនឹកឃើញថាប៉ុន្មានម៉ោងមុនហ្នឹងគេមានទេមកខ្ញុំប្រាប់ថាមានអីវ៉ាន់មែនខ្ញុំនឹងប្រមូលសេចក្តីក្លាហាននឹងដើរទៅអឺតមើលតាមប្រហោងទ្វារឃើញបុរសម្នាក់ទៀតនឹងស្លៀកឯកសណ្ឋានបុគ្គលិកដឹកជញ្ជូនខ្ញុំនឹងខំធ្វើសំឡេងឲ្យធម្មតាបំផុតរួចប្រាប់គេឲ្យដាក់អីវ៉ាន់នៅមុខទ្វារទៅពេលគេដើរចេញផុតនឹងខ្ញុំក៏លួចបើកទ្វារយកអីវ៉ាន់នោះចូលក្នុងបន្ទប់វិញពេលពិនិត្យឃើញគ្មានអ្វីខុសប្រក្រតីទេខ្ញុំនឹងក៏ដេកលើក្រែវិញហើយគិតក្នុងចិត្តថាខ្លួនឯងនឹងពិតជាឈួតមែនទែនដែលទៅជឿរឿងក្រុមឆាតខ្មោចឈួតឡប់ទាំងនេះវាច្បាស់ជាមានគេលេងសើចបោកប្រាស់ខ្ញុំនឹងមិនខានខ្ញុំតាំងចិត្តថានឹងចាក់ចេញពីក្រុមឆាតនេះនឹងប៉ុន្តែគ្រាន់តែបើកមើលភ្លាមនឹងស្រាប់តែឃើញសារថ្មីជាច្រើនអាយ៉ាអាដុលម្នាក់នេះនឹងប្រុងប្រយ័ត្នខ្ពស់ណាស់មិញនេះខ្ញុំឈរនៅមុខទ្វារផ្ទះគាត់នឹងមិនព្រមបើកទ្វារឲ្យអ្នកដឹកជញ្ជូនព្រៃប្រាទេក្មេងៗសពថ្ងៃនឹងឆ្លាតមែនប៉ុន្តែគួរអាណិតណាស់ចោះវានឹងឈ្មោះអីខ្ញុំនឹងស្គាល់យកមកទូនឹងនៅតំបន់ស្ទឹងមានជ័យនេះច្បាស់ណាស់ចាំខ្ញុំទៅសួរមើលថាវានឹងស្លាប់ដោយសារអ្វីខ្ញុំនឹងបើកភ្នែកធំសម្លឹងមើលសារទាំងនេះនឹងបេះដូងនឹងលោតញាប់ស្ទើរធ្លាយចេញមកក្រៅមិនក៏លោកតាវាងដឹងថាខ្ញុំទៅតែទទួលយកអីវ៉ាន់មិញនេះគាត់នឹងថាគាត់ឈរនៅមុខបន្ទប់ទ្វារប៉ុន្តែពេលដែលខ្ញុំអឺតមើលនឹងគឺគ្មានមនុស្សម្នាក់ណាឡើយលើសពីនេះនឹងគាត់ស្គាល់ទាំងឈ្មោះរបស់ខ្ញុំទៀតនេះនឹងមិនមែនជាការលេងសើចទេតែលោកវាងនឹងគឺពិតជាខ្មោចមែនហើយខ្ញុំនឹងភ័យខ្លាំងរហូតយំមិនចេញខ្ញុំនឹងមិនអាចនៅផ្ទះម្នាក់ឯងបានទេខ្ញុំត្រូវតែទៅរកពិសិដ្ឋមិត្តសម្លាញ់របស់ខ្ញុំហើយខ្ញុំនឹងក៏ទេទៅគាត់ភ្លាមហើយគាត់នឹងក៏ឲ្យទៅផ្ទះគាត់នឹងនៅអគារលេខ7
ពេលទៅដល់អាគារលេខ 7 ហ្នឹងឃើញថាពិសិដ្ឋនឹងឈរចាំខ្ញុំនៅខាងក្រោមស្រាប់គាត់នឹងសួរខ្ញុំថាមានរឿងអ្វីភ័យម៉េះដូចជាមានអ្នកណានឹងដេញពីក្រោយអញ្ចឹងខ្ញុំមិនហ៊ានប្រាប់គាត់ពីរឿងគោរពឆាតនេះទេគ្រាន់តែប្រាប់ថាខ្លាចវាជាយប់បន់ 7 ថ្ងៃរបស់លោកតាវាងជាន់លើខ្ញុំនឹងក៏ឡើងទៅផ្ទះនាងមុននឹងចូលផ្ទះនឹងខ្ញុំដកទូរស័ព្ទមើលសារក្នុងក្រុមនោះម្ដងទៀតសារដែលផ្ញើចេញមកថ្មីជាងគេនឹងធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែនខ្មោចទាំងឡាយអើយខ្ញុំសួរដឹងហើយក្មេងប្រុសឈ្មោះអាដុលនឹងស្លាប់នៅយប់នេះនឹងវេលាម៉ោង 11:37 នាទីគាត់នឹងស្លាប់ដោយសារត្រូវគេសម្លាប់ហើយឃាតករឈ្មោះថាធីតាខ្ញុំនឹងបើកភ្នែកធំតែនឹងធីតានឹងជាអ្នកណាខ្ញុំនឹងមិនដែលស្គាល់គាត់សោះពួកយើងនឹងគ្មានគំនុំនឹងគ្នាឡើយហេតុអ្វីគាត់ត្រូវសម្លាប់ខ្ញុំខណៈពេលដែលខ្ញុំកំពុងតែគិតនឹងស្រាប់តែទ្វារផ្ទះរបស់ពិសិដ្ឋនឹងបើកឡើងនារីម្នាក់ដែលឈរនៅក្នុងបន្ទប់ទទួលភ្ញៀវនឹងពិសិដ្ឋក៏ណែនាំឲ្យពួកយើងស្គាល់គ្នាអាដុលនេះជាមិត្តស្រីរបស់ខ្ញុំឈ្មោះធីដុលឮឈ្មោះនេះភ្លាមខ្ញុំស្រឡាំងកាំងតែម្ដងក្នុងក្រុមឆាតថាឃាតករឈ្មោះធីតាចំណែកមិត្តស្រីរបស់ពិសិដ្ឋនឹងឈ្មោះថាធីដុលទៀតហេតុអ្វីឈ្មោះអ្នកទាំងពីរនេះនឹងស្រដៀងគ្នាខ្លាំងយ៉ាងនេះពិសិដ្ឋនឹងឃើញខ្ញុំផ្លឹកក៏បបួលខ្ញុំនឹងចូលទៅក្នុងបន្ទប់សម្រាកប៉ុន្តែខ្ញុំមិនហ៊ានកម្រើកខ្លួនឡើយព្រោះនារីដែលឈរនៅមុខខ្ញុំម្នាក់នេះនឹងផ្ដល់អារម្មណ៍មិនល្អឲ្យខ្ញុំសោះគេនឹងមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ខ្ញុំគិតចង់រត់ត្រឡប់ទៅផ្ទះវិញហើយចាក់សោសំងំក្នុងភួយប៉ុន្តែគ្រាន់តែបំរុងនឹងចេញទៅស្រាប់តែក្នុងទូរស័ព្ទនឹងលោតសារមកមួយទៀតអូភ្លេចប្រាប់ទៅយប់នេះនឹងក្រៅពីក្មេងប្រុសឈ្មោះអាដុលនឹងនៅមានក្មេងប្រុសម្នាក់ទៀតដែលត្រូវស្លាប់ដែរឈ្មោះថាពិសិដ្ឋពួកគេនឹងនៅអាគារជាមួយគ្នាហើយត្រូវសម្លាប់ដោយមនុស្សតែម្នាក់ហើយដល់ត្រឹមនេះនឹងខ្ញុំស្ទើរតែគាំងបេះដូងព្រោះពិសិដ្ឋនឹងគឺជាមិត្តសម្លាញ់របស់ខ្ញុំហើយពិសិដ្ឋក៏នៅទីនេះដែរនារីម្នាក់នោះនឹងហៅខ្ញុំនឹងទៅអង្គុយលើសាឡុងប៉ុន្តែខ្ញុំប្រកែករួចសុំចូលបន្ទប់ទឹកសិននៅក្នុងបន្ទប់ទឹកនឹងខ្ញុំប្រញាប់វាអសរសួរទៅក្នុងក្រុមស្ទឹងមានជ័យថាហើយឃាតករនឹងគឺពិតជាឈ្មោះធីតាមែនអត់មិនមែនធីដុលណាអីសមាជិកក្នុងក្រុមនឹងឆាតចាប់ផ្ដើមឆោឡោចុះឯងនឹងជានរណាសួរដេញដោលមិនប្រាប់ឈ្មោះសោះខ្ញុំគឺអាដុលឯងនឹងស្លាប់ហើយមែនទេមិនទាន់ដល់ម៉ោងផងហ្នឹងខ្ញុំប្រាប់ពួកគេថាខ្ញុំនឹងមិនទាន់ស្លាប់ទេប៉ុន្តែខ្ញុំនឹងបានភ្ជាប់អ៊ីនធឺណិតជាមួយគេដោយមិនដឹងថាមកពីអ្វីទេហើយក៏បានសូមឲ្យពួកគេនឹងជួយសង្គ្រោះខ្ញុំនឹងពិសិដ្ឋផងភ្លាមនោះនឹងលោកតាវាងក៏ផ្ញើសារមកហើយយ៉ាក្មេងប្រុសម្នាក់នេះនឹងគឺពិតជានៅក្នុងក្រុមឆាតរបស់យើងពិតមែនពេលនោះភ្លាមនឹងខ្ញុំមានអារម្មណ៍ថាសីតុណ្ហភាពនៅជុំវិញខ្លួននឹងចុះត្រជាក់ខ្លាំងណាស់ព្រឺរោមពេញខ្លួនតែម្ដងខ្ញុំក៏បានហៅឈ្មោះលោកតាវាងតិចស្រាប់តែមានសម្លេងតបមកវិញនឹងលោកតានឹងនៅទីនេះជាមួយនឹងឯងពេលនោះទៅខ្មោចនៅក្នុងក្រុមនឹងជឿជាក់មកលើខ្ញុំហើយពួកគេនឹងក៏ចាប់ផ្ដើមជជែកគ្នានឹងជួយរកវិធីសង្គ្រោះខ្មោចម្នាក់នឹងបានស្ម័គ្រចិត្តទៅតំបន់ចិត្តនោះដើម្បីឆែកមើលព័ត៌មានពីបុគ្គលឈ្មោះធីតាខណៈពេលដែលខ្ញុំនឹងកំពុងតែអានសារស្រាប់តែមានសម្លេងគោះទ្វារបន្ទប់ទឹកអាដុលមិនក៏យូរម្លេះឯងនឹងគេងលក់នៅក្នុងនឹងបាត់ហើយមែនខ្ញុំនឹងប្រញាប់ចេញមកក្រៅពិសិដ្ឋនឹងក៏អូសដៃខ្ញុំអង្គុយលេងរួចនិយាយពីសាច់ញាតិរបស់គាត់ឲ្យខ្ញុំស្ដាប់ខ្ញុំក៏ឆ្លៀតពេលសួរមិត្តស្រីរបស់គាត់ថាគាត់នឹងជាកូនតូលមែនអត់គាត់នឹងក៏តបមកវិញថាគាត់មានបងប្អូនភ្លោះម្នាក់ទៀតពិសិដ្ឋនឹងដកដង្ហើមធំរួចប្រាប់ថាបងស្រីរបស់សង្សារគាត់នឹងធីតាមានចរិតចម្លែកណាស់ក្រៅពីមុខមាត់ដូចគ្នាគឺគ្មានអ្វីដូចគ្នាទៀតឡើយខ្ញុំក៏លួចសម្លឹងមើលមុខរបស់ធីដុលប៉ុន្តែមានអារម្មណ៍ថាចម្លែកខ្លាំងណាស់ហើយមើលទៅគួរឲ្យខ្លាចទៀតស្រាប់តែទូរស័ព្ទនឹងបានលោតសារមកភ្លាមកាលពីម្សិលមិញនឹងមានខ្មោចថ្មីម្នាក់ឈ្មោះថាធីដុលទើបតែមកដល់គេនឹងត្រូវបានបងស្រីភ្លោះរបស់គេនឹងសម្លាប់រួចលាក់សាកសពបាត់ទៅហើយខ្ញុំស្ទើរធ្លាក់ទូរស័ព្ទពីលើដៃបេះដូងនឹងលោតញាប់ស្ទើរតែផ្ទុះការសង្ស័យរបស់ខ្ញុំនឹងជាការពិតមែនមនុស្សដែលនៅចំពោះពួកយើងឥឡូវនេះនឹងមិនមែនជាធីដុលទៀតទេប៉ុន្តែគឺជាឃាតករធីតាដែលបន្លំខ្លួនមកដើម្បីសម្លាប់ពួកយើងទាំងពីរទាំងអស់គ្នានៅយប់នេះដឹងថាគ្រោះថ្នាក់នៅចំពោះមុខខ្ញុំក៏រកលេសនាំពិសិដ្ឋនឹងចូលក្នុងបន្ទប់ដេករួចប្រញាប់ចាក់សោធីតានឹងឆ្ងល់យ៉ាងខ្លាំងហើយសើចចំអកឲ្យខ្ញុំច្បាស់ជាត្រូវខ្មោចលោកតាវាងនឹងបន្លាយរហូតដល់ឡប់សតិហើយខ្ញុំនិយាយទាំងញ័រខ្លួនពិសិដ្ឋឯងជឿយើងទៅនារីដែលនៅក្នុងផ្ទះឯងឥឡូវនេះនឹងមិនមែនជាធីដុលទេហើយធីដុលនឹងគឺត្រូវបានធីតាដែលនៅចំពោះមុខឯងនេះសម្លាប់បាត់ទៅហើយពិសិដ្ឋនឹងនៅតែមិនជឿរហូតដល់ខ្ញុំនឹងប្រាប់គាត់នឹងឲ្យសាក់លបងរកសញ្ញាសម្គាល់គាត់ក៏នឹកឃើញថាធីដុលនឹងមានសាក់អក្សរ S នឹងនៅកញ្ចឹងកពិសិដ្ឋនឹងក៏រកលេសធ្វើឲ្យទឹកក្រូចនឹងកំពុបទៅលើអាវរបស់គាត់រួចទាញកអាវរបស់គាត់ឆែកមើលស្រាប់តែគ្មានឃើញស្នាមអក្សរ S នោះឡើយពេលនោះទៅពិសិដ្ឋនឹងភ័យស្លន់ស្លោរួចប្រញាប់រត់មកចាក់សោទ្វារបន្ទប់ជាមួយនឹងខ្ញុំទាំងយំសោកសៅភ្លាមនោះដៃទ្វារបន្ទប់នឹងត្រូវបានគេមួលពីខាងក្រៅពិ
សិទ្ធពួកបងនឹងកំពុងធ្វើអ្វីមិនក៏ចាក់សារទ្វារអញ្ចឹងពួកយើងក៏ប្រញាប់ទេទៅហៅប៉ូលីសគ្រាន់តែឮថាពួកយើងនឹងទៅហៅប៉ូលីសនឹងធីតាក៏បដូរទឹកមុខភ្លាមគេនឹងបុកទម្លុះទ្វារយ៉ាងខ្លាំងរួចស្រែកថាហាដឹងខ្លួនហើយមែនទេបើគ្មានមិត្តភក្តិបងម្នាក់នេះនឹងយប់នេះខ្ញុំច្បាស់ជាបានដេកជាមួយបងបាត់ទៅហើយខ្ញុំនឹងសម្លាប់វាចោលមែនព្រោះតាំងពីតូចមកនឹងមនុស្សគ្រប់គ្នាស្រឡាញ់តែវាលើកដំកើងតែវាខ្ញុំនឹងចង់បានឋានៈជាវានឹងចង់បានទាំងបងដែលជាប្រុសរបស់វាទៀតពួកយើងនឹងព្យាយាមប្រើកំរាពុកនឹងចងជាខ្សែដើម្បីលោតចោះតាមបងអួយពិសិដ្ឋនឹងចោះទៅរួចផុតនឹងប៉ុន្តែដល់ពេលខ្ញុំនឹងឃាតករក៏បុកទ្វារដាច់រួចស្ទុះមកច្របាច់កខ្ញុំនឹងយ៉ាងខ្លាំងធ្វើឲ្យខ្ញុំនឹងចិត្តដាច់ខ្យល់ក្នុងសភាពរវើរវាយនឹងខ្ញុំស្រាប់តែឮសំឡេងលោកតាវាងនឹងអាដុលកុំខ្លាចលោកតាមកហើយរូបរាងលោកតានឹងបង្ហាញឡើងធ្វើឲ្យធីតានឹងភ័យស្លន់ស្លោប៉ុន្តែលោកតាជាខ្មោចមិនអាចធ្វើអ្វីគេបានឡើយស្រាប់តែមានសំឡេងមួយទៀតនឹងបានបន្លឺឡើងអាដុលខ្ញុំនឹងអាចជួយខាត់គេនឹងធ្វើឲ្យភ្នែកគេនឹងងងឹត3វិនាទីប្រញាប់រត់ទៅភ្លាមនោះនឹងធីតាបែរជាមើលអ្វីនឹងមិនឃើញដូចមនុស្សងងឹតអញ្ចឹងខ្ញុំឆ្លៀតឱកាសនោះនឹងរត់ចេញមកក្រៅប៉ុន្តែគេនឹងដឹងខ្លួនវិញតាន់រួចស្ទុះមកសង្កត់ខ្ញុំនឹងជាប់នឹងជញ្ជាំងម្ដងទៀតលើកនេះគ្មាននរណាជួយឯងបានទេគេនឹងស្រែកទាំងកំណាចភ្លាមនោះនឹងទ្វារផ្ទះនឹងត្រូវប៉ូលីសធាក់បំបែកនៅឲ្យស្ងៀមឯងនឹងលើកដៃឡើងភ្លាមទម្លាក់អាវុធចោះរួចសម្រុកចូលមកនឹងចាប់ខ្លួនឃាតករធីតាបានសម្រាយក្រោយពេលកើតហេតុនឹងពិសិដ្ឋសួរខ្ញុំនឹងទាំងទឹកភ្នែកថាតើអ្នកណាជាអ្នកជួយខាត់ឃាតករឯងនឹងចំនួន3វិនាទីនោះខ្ញុំសម្លឹងមើលគាត់រួចនិយាយឈ្មោះតែ2ម៉ាត់យ៉ាងខ្លីធីដុលឮបែបនេះនឹងពិសិដ្ឋក៏យំខ្សឹកសួរអាណិតមិត្តស្រីដែលទោះជាស្លាប់ទៅជាវិញ្ញាណនឹងក៏នៅតែតាមការពារគាត់នឹងរហូតដល់នាទីចុងក្រោយ